This is my family life ខ្ញុំកើតក្នុងកូនអ្នកមានខ្ញុំកើតមកនៅក្នុងគ្រួសារមួយដែលមានក្តីស្រឡាញ់មានការតស៊ូហើយនឹងភ្ជាប់ជាមួយពាក្យមួយម៉ាត់តស៊ូប្រឹងប្រែងរហូតដល់ពេលនេះសម្រាប់ខ្ញុំគិតថាប៉ាម៉ាក់ខ្ញុំជាមនុស្សម្នាក់ដែលប៉ាកែជោគជ័យខ្ញុំទាំងការរៀនសូត្រទាំងការធ្វើអាជីវកម្មផ្សេងៗសិតផ្ដើមចេញពីពួកគាត់ទាំងអស់ការរៀនសាលាឯកជនតាំងពីថ្នាក់ទី1ដល់ទី12រៀនអង់គ្លេសរៀនគួររហូតដល់រៀនពេទ្យរហូតដល់គាត់ជាផ្នែកមួយនៃការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំខ្ចីទុនរបស់គាត់ក្នុងការចាប់ផ្ដើមចេញពីមុខរបរដល់កប៉ិកកប៉ុកមួយនេះមុខរបរមើលទៅសាមញ្ញមើលទៅខោអាវប៉ុន្តែវាធ្វើឲ្យជីវិតកូនទាំង3នាក់ជោគជ័យកន្លែងរស់នៅមួយសមរម្យមានផ្ទះនៅមានឡានជិះមានលុយចាយក៏ជាមនុស្សម្នាក់ដែលចុះសង្គមបានចេញពីមុខរបរមួយនេះគាត់ពិតជាចូលចិត្តសំចៃគាត់ចូលចិត្តប្រឹងយើងអាចរើសកន្លែងកើតទេប៉ុន្តែយើងអាចប្រឹងប្រែងដើម្បីអនាគតយើងបានចង់អរគុណគ្រប់យ៉ាងអរគុណប៉ាម៉ាក់អរគុណមុខរបរមួយនេះតែខ្ញុំអត់មានបំណងដែលចង់ស្នងមុខរបរនឹងទេព្រោះពួកគាត់បានឲ្យជីវិតថ្មីឲ្យការរៀនសូត្រឲ្យអីដែលខ្ញុំអាចប្រឹងបន្ថែមបាន